នេះខ្ញុំមិននិយាយពីលំអិតពីសាច់លេយ៉ាសកាបងប្អូនសម្រាប់សាច់លេយ៉ាសកាគឺជាប្រភេទសាច់លេសុទ្ធបងប្អូនមើលទៅគឺវាមានគ្រាប់ម្សៅឬក៏ក្លិនម្សៅជូរម្សៅលាយសូម្បីតែ1%ហ្មងបើសិនជាមានជាតិលាយឬក៏ជាតិកាត់ទៅលើស្បែកគឺខ្ញុំឲ្យយកមកគប់ក្បាលអ្នកលក់ហ្មងសាច់លេហ្នឹងគឺសាច់លេសុទ្ធបងប្អូនហើយសម្រាប់សាច់លេសុទ្ធខ្ញុំនេះគឺវាអត់ដូចសាច់លេសុទ្ធទូទៅទេអញ្ចឹងបានកម្រិតសរបស់វាខ្ពស់លាបទៅសលឿនជាងលេសុទ្ធទូទៅដែលខ្ញុំនិយាយថាគុណនឹង20ហ្នឹងគឺវាល្មួតហើយគឺមានសំណើមខ្លាំងហើយគឺសាច់លេល្មួតហ្នឹងគឺវាសម្បូរទៅដោយវីតាមីនជាច្រើនដែលជួយធ្វើឲ្យស្បែកយើងសលឿនហើយនឹងអាចនិយាយបានថាពេលដែលប្រើហើយគឺសបែបគុណភាពម៉ត់អាឡងដូចអតិជនខ្ញុំប្រើមួយចាក់អ្នកដែលគាត់មានបញ្ហាស្បែកស្ងួតស្បែកស្ដើងស្បែកខូចខ្ញុំ recommend មែនតើហ្មងជាមួយនឹងប្រេងប្រើជាមួយនឹងប្រេងគឺសាច់យើងកាន់តែលាបកាន់តែឆាប់ចូលបានល្អហើយមួយទៀតគឺវាជួយព្យាបាលស្បែកបានលឿនក៏អត់ដូចសាច់លេហៀវៗដែលយើងប្រើច្រើនពេកដែរនិយាយទៅយើងប្រើប៉ាក់មកល្មមទៅគឺបានហើយព្រោះឯសាច់លេល្មួតហ្នឹងគឺវាច្រើនណាស់បងប្អូនហើយចំណដល់កន្លះគីឡូនិយាយទៅលេនេះប្រើអត់ងាយអស់ទេខ្ញុំតែនិយាយជូនហ្មងហើយប្រើទៅគឺឃើញស្បែកយើងប្លែកភ្លឺថ្លាហើយគឺវាចាប់ផ្ដើមសទៅហ្មងមិនលក្ខណៈថាកាត់សទៅដបងយូរទៅខ្មៅខូចស្បែកលើដើមអីអត់ទេស្បែកយើងប្រើដបងគឺវាភ្លឺថ្លាដូចយើងញ៉ាំពពួកផលិតផលល្អ collagen ពីក្នុងចឹងតែបងប្អូនប្រើយូរទៅគឺវាកាន់តែសខ្លាំងទៅហើយបែបអាឡងបែបក្រាស់ហ្មងនិយាយទៅសាច់ដូចកពុកការ៉េចឹង